បាទជំរាបសួរបន្តិចថាកងចាក់ថ្ងៃទាំងអស់គ្នាបាទកន្លងមកយើងមានតែពណ៌ស៊ីម៉ង់ពណ៌ខ្មៅឥឡូវពណ៌ស៊ីម៉ង់ដាច់ស្តុកហើយឥឡូវយើងក៏មានពណ៌របៀបជាអឺ tray e រៀងសិលស្ដើងដែរតែវាមិនចាស់ប្រហែលទេបាទរៀងពណ៌តាហ៊ាននេះ Conway 929ប្រើ boot ក្រោយ148បំពាក់ជាមួយនឹងប្រាំងเพลง Hasson បាទជាមួយនឹងគ្រឿង T7 ដែលជាប់ធន់បានយូរជាមួយបូមខ្យល់ Hasson បាទជាប្រភេទដែលបូមខ្យល់ល្អបាទមើលល្អហើយជាមួយនឹងខ្នង aluminum បាទជាមួយនឹងកាំ stainless steel ហើយសបកយើងប្រើសបក Bond Ranger 29x40 ដែលរត់នឹងល្អហើយបាទនេះជាពណ៌របស់គាត់ទូអត់មានតំណទៅផ្សារទេបំពាក់ជាមួយនឹង logo ពណ៌ខ្មៅរំលេចស្អាតមែនតើស៊ីជាមួយនឹងគ្រឿងបង្គំពណ៌ខ្មៅផងដែរបាទជាមួយនឹងជង្គង់ប្រហោងបាទ Hasson GX បាទជាមួយនឹងគ្រឿង Altivo T7 នេះគឺវាយរសជាតិឆ្ងាញ់មែនតើហើយគឺប្រភេទពួកវានឹងគឺតឹងល្អហើយអត់មានអាលាស់ដល់ចង្វាក់បោកតួទេបាទហើយអញ្ចឹងមិនយើងសម្រាប់ចិត្តតែយកគ្រឿងគ្រប់ set នេះយកមកប្រើតែវាប្រើធន់ហើយមិនងាយខូចបាទហើយក៏ performance វាបានល្អផងដែរហើយគ្រឿងបន្លាស់វាក៏តម្លៃធូរសមរម្យទៅពេលបងប្អូនប្រើប្រាស់សឹករីលទៅវាស្រួលក្នុងការដូរហើយក៏ចំណាយតិចដែរបាទអញ្ចឹងនេះជាកង់ Conway រង្វង់29បូមខ្យល់ប្រាំងពេងដុំបដាងរ៉ែ Pro 7មុខក្រោយតែម្ដងបាទអរគុណជំរាបលាពីហាងកង់ចាក់ង៉ា